ប្រៀបធៀបកម្លាំងយោធានិងសភាវុធរវាងប្រទេសចិននិងប្រទេសឥណ្ឌានៅក្នុងឆ្នាំ2026នៅក្នុងវីដេអូមួយនេះខ្ញុំបាទសូមលើកយកប្រទេសចិននិងប្រទេសឥណ្ឌាមកធ្វើការប្រៀបធៀបគ្នាជូនប្រិយមិត្តទាំងអស់គ្នាទស្សនាដូច្នេះចង់ដឹងថាប្រទេសទាំងពីរនេះមានលក្ខណៈខុសគ្នាដូចម្តេចខ្លះសូមអញ្ជើញទស្សនាវីដេអូមួយនេះដូចតទៅជាដំបូងនោះយើងមកធ្វើការប្រៀបធៀបចំនួនរថក្រោះនៃប្រទេសទាំងពីរប្រទេសឥណ្ឌាមានរថក្រោះចំនួន 3913 គ្រឿងខណៈប្រទេសចិនមាន 5870 គ្រឿងរថពាដែកឥណ្ឌាមាន 1,63554 គ្រឿងខណៈប្រទេសចិនមាន 1,52,040 គ្រឿងកាំភ្លើង Cell Propel Artillery ឥណ្ឌាមាន100 គ្រឿងខណៈប្រទេសចិនមាន 2940 គ្រឿងកាំភ្លើង Thor Artillery ឥណ្ឌាមាន 5640 គ្រឿងខណៈប្រទេសចិនមាន 1400 គ្រឿងRocket Projector ឥណ្ឌាមាន300 គ្រឿងខណៈប្រទេសចិនមាន 2770 គ្រឿងងាកមកមើលចំនួននាវាសរុបនៃប្រទេសទាំងពីរឥណ្ឌាមាន343គ្រឿងខណៈប្រទេសចិនមាន841គ្រឿងនាវាផ្ទុកយន្តហោះឥណ្ឌាមាន2គ្រឿងខណៈប្រទេសចិនមាន3គ្រឿងនាវាផ្ទុកយន្តហោះប្រភេទ Helo ឥណ្ឌាមាន0គ្រឿងខណៈប្រទេសចិនមាន4គ្រឿងចំពោះនាវាមុជទឹកឥណ្ឌាមាន18គ្រឿងខណៈប្រទេសចិនមាន61គ្រឿងនាវាពិឃាតឥណ្ឌាមាន13គ្រឿងខណៈប្រទេសចិនមាន53គ្រឿងកប៉ាល់ Frigate ឥណ្ឌាមាន18គ្រឿងខណៈប្រទេសចិនមាន46គ្រឿងកប៉ាល់ Corvettesឥណ្ឌាមាន21គ្រឿងខណៈប្រទេសចិនមាន50គ្រឿងកប៉ាល់ Patrol Vessels ឥណ្ឌាមាន146គ្រឿងខណៈប្រទេសចិនមាន150គ្រឿងនាវាកំទេចមីនឥណ្ឌាមាន0គ្រឿងខណៈប្រទេសចិនមាន36គ្រឿងចំពោះប្រលានយន្តហោះសរុបឥណ្ឌាមាន315កន្លែងខណៈប្រទេសចិនមាន552កន្លែងនាវាពាណិជ្ជកម្មឥណ្ឌាមាន1859គ្រឿងខណៈប្រទេសចិនមាន8314គ្រឿងច្រកព្រំដែនឥណ្ឌាមាន56ច្រកខណៈប្រទេសចិនមាន66ច្រកងាកមកមើលប្រវែងផ្លូវសរុបនៃប្រទេសទាំងពីរវិញឥណ្ឌាមាន 6,371,847 គីឡូម៉ែត្រខណៈប្រទេសចិនមាន 5,200,000 គីឡូម៉ែត្រចំពោះផ្លូវជាតិឥណ្ឌាមាន 65,554 គីឡូម៉ែត្រខណៈប្រទេសចិនមាន 150,000 គីឡូម៉ែត្រចំពោះផលិតផលប្រេងឥណ្ឌាមាន 822,000 បារ៉ែលខណៈប្រទេសចិនមាន 4,984,000 បារ៉ែលផលិតផលធ្យូងថ្មឥណ្ឌាមាន 1,000 លានបារ៉ែលខណៈប្រទេសចិនមាន 4,000 លានបារ៉ែលឧស្ម័នធម្មជាតិឥណ្ឌាមាន 58,000 លានបារ៉ែលខណៈប្រទេសចិនមាន 366,000 លានបារ៉ែលចំពោះផ្ទៃដីនៃប្រទេសទាំងពីរឥណ្ឌាមានផ្ទៃដីសរុប 3,287,263 គីឡូម៉ែត្រការ៉េខណៈប្រទេសចិនមាន 9,599,6,960 គីឡូម៉ែត្រការ៉េ
ចំពោះផ្លូវទឹកវិញប្រទេសឥណ្ឌាមាន 14,500 គីឡូម៉ែត្រខណៈប្រទេសចិនមាន 27,700 គីឡូម៉ែត្រចំពោះឧទ្ធម្ភាគចក្រឥណ្ឌាមាន 594 គ្រឿងខណៈប្រទេសចិនមាន 1,007 គ្រឿងឧទ្ធម្ភាគចក្រវាយប្រហារឥណ្ឌាមាន 79 គ្រឿងខណៈប្រទេសចិនមាន 281 គ្រឿងចំពោះយន្តហោះចាក់សាំងលើអាកាសឥណ្ឌាមាន 6 គ្រឿងខណៈប្រទេសចិនមាន 9 គ្រឿងយន្តហោះធ្វើបេសកកម្មពិសេសឥណ្ឌាមាន 72 គ្រឿងខណៈប្រទេសចិនមាន 105 គ្រឿងយន្តហោះបណ្ដុះបណ្ដាលកងទ័ពឥណ្ឌាមាន 334 គ្រឿងខណៈប្រទេសចិនមាន 401 គ្រឿងយន្តហោះដឹកជញ្ជូនឥណ្ឌាមាន 277 គ្រឿងខណៈប្រទេសចិនមាន 287 គ្រឿងយន្តហោះវាយប្រហារគោលដៅឥណ្ឌាមាន 124 គ្រឿងខណៈប្រទេសចិនមាន 371 គ្រឿងយន្តហោះចម្បាំងឥណ្ឌាមាន 476 គ្រឿងខណៈប្រទេសចិនមាន 1443 គ្រឿងចំពោះយន្តហោះសរុបនៃប្រទេសទាំងពីរឥណ្ឌាមាន 2183 គ្រឿងខណៈប្រទេសចិនមាន 3529 គ្រឿងចំពោះកម្លាំងទិញទំនិញឥណ្ឌាមាន 14,000 លានដុល្លារខណៈប្រទេសចិនមាន 33,000 លានដុល្លារថាវិការការពារជាតិឥណ្ឌាមាន 109,000 លានដុល្លារខណៈប្រទេសចិនមាន 303,000 លានដុល្លារចំពោះទាហានប៉ារ៉ាឥណ្ឌាមាន 2,527,000 នាក់ខណៈប្រទេសចិនមាន 6,25,000 នាក់ចំពោះទាហានបម្រុងឥណ្ឌាមាន 1 លាននាក់ខណៈប្រទេសចិនមាន 510,000 នាក់ទាហានសកម្មឥណ្ឌាមាន 1,431,000 នាក់ខណៈប្រទេសចិនមាន 2,035,000 នាក់ប្រជាជនអាចបម្រើទ័ពប្រទេសឥណ្ឌាមាន 23 លាននាក់ខណៈប្រទេសចិនមាន 19 លាននាក់ប្រជាជនសកម្មឥណ្ឌាមាន 662 លាននាក់ខណៈប្រទេសចិនមាន 764 លាននាក់ចំពោះប្រជាជនសរុបនៃប្រទេសទាំងពីរប្រទេសឥណ្ឌាមាន 1,409,000 លាននាក់ខណៈប្រទេសចិនមាន 1,415,000 លាននាក់និងចុងក្រោយចំពោះប្រទេសជាមហាអំណាចពិភពលោកឥណ្ឌាជាប់ចំណាត់ថ្នាក់ទី4ក្នុងចំណោមប្រទេស145ខណៈប្រទេសចិនជាប់ចំណាត់ថ្នាក់លេខ3ក្នុងចំណោមប្រទេស145ដូចគ្នានៅលើពិភពលោក